សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូទី2ហើយតែជាវីដេអូតពីវគ្គមុនហើយនៅក្នុងវីដេអូនេះខ្ញុំចែករំលែកនៅ3ចំណុចបន្តទៀតរបៀបដាក់ username invite friend ឲ្យគេ like page ហើយនិងរបៀប add card ហើយនេះគឺជាវីដេអូទី2ខ្ញុំចែករំលែកថ្ងៃនេះអូខេឥឡូវយើងចូលមកក្នុង Facebook page របស់យើងមកនេះគឺជា Facebook page ដែលខ្ញុំបង្កើតមកលើកមុនហើយឥឡូវខ្ញុំរៀបចំនៅការដាក់ username ចូលមកក្នុង page ហ្នឹងចូលក្នុង computer បន្ទាប់មកបងប្អូនរកមើលខាងឆ្វេងមើលពាក្យ setting ចុចពាក្យ setting នឹងមកហើយ scroll មកខាងក្រោមនៅខាងឆ្វេងដៃហ្នឹងរកពាក្យ set up page អញ្ចឹងណាpage set up ហ្នឹងបន្ទាប់មកឃើញកន្លែង name នេះកន្លែង name ហ្នឹងគឺវាមានឲ្យដាក់ usernameកន្លែងនេះបងប្អូនដាក់93កាហ្វេមកយ៉ាវាឲ្យអត់ឲ្យទេអញ្ចឹងយើងសាត់ថែមនេះអាហ្នឹងបើសិនជាយើងដាក់ឈ្មោះ page យើងអត់ត្រូវទេយើងត្រូវថែមកន្ទុយ index ណាឥឡូវខ្ញុំចង់ដាក់លេខ3ទៀតមកឲ្យអូខេលេខដាក់លេខ3ឲ្យខ្ញុំចុច save មកអានេះយើងត្រូវដាក់password account Facebook របស់យើងណាដល់ពេលយើងដាក់ password ទៅវាឲ្យហើយដោយសារតែខ្ញុំ save password នៅហ្នឹងវាឲ្យអូតូអូខេយើងសាកចូលមើលកន្លែង page set នេះមកនេះឃើញបាននេះគឺជា link សម្រាប់យើង copy ឲ្យគេទៅវា load មកបែបហ្នឹងហើយនេះឃើញដល់ពេលយើង copy page យើងទៅយើង copy link ប៉ុណ្ណឹងទៅគេឃើញមក page យើងអូខេហើយចំណុចបន្ទាប់គឺ invite friend គឺវីដេអូនេះគឺខ្លីៗងាយដំបូងពីនឹងព្រោះដោយសារតែវីដេអូចុងក្រោយហ្នឹងរៀងញ៉ៃតិចអញ្ចឹងខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងតែមួយមកទៅសម្រាប់ invite friend ហ្នឹងគឺនៅពេលដែលយើងផុសបានច្រើនអញ្ចឹងអានេះបាន invite ខ្លះនៅពេលដែលយើង invite ទៅគឺគេមក like page យើងប៉ុន្តែនៅពេលដែលយើង share ក៏បានដែរបងប្អូន share ទៅហើយឬមួយក៏ invite អញ្ចឹងណាinvite នេះបងប្អូន invite people to connect ហើយនៅពេលដែលចុចទៅវាឲ្យចូលមក account យើង switch មក account វិញមកនេះfriend Facebook របស់យើងប្រហែលហ្នឹងយើងចុចមកហើយឬមួយក៏អត់ចង់ចុចមួយទៀតបងប្អូនចុចពាក្យ select all នេះមកគឺបានហើយចុច send invite ហ្នឹងទៅហើយវានឹង load មកតាមហ្នឹងហើយអូខេហ្នឹងចំណុច2វីដេអូហ្នឹងគឺងាយចឹងទេហើយជាចុងក្រោយគឺរបៀប add card សម្រាប់ boost page អានេះដើម្បីឲ្យយើងបន្តទៅដំណើរនៃការ boost page បានគឺយើងត្រូវចេះaccount របស់យើងត្រូវមាន card ជាមួយ Wi-Fi ជាមួយ card APA ACDA ឬមួយក៏អីផ្សេងអញ្ចឹងណាដើម្បីឲ្យយើងដំណើរការក្នុងការ boost អូខេឥឡូវដើម្បី add card ហ្នឹងបងប្អូនត្រូវចូលមក add manager បងប្អូនវាយពាក្យ ADS manager មកដោយសារតែខ្ញុំមានវា load ហើយអញ្ចឹងខ្ញុំជួយចុចបងប្អូនឃើញនេះចុចទី2មក enter អានេះវាមានច្រើនអានេះវាមាន TikTok វាសិននេះអានេះយើងចូលមក Facebook មកហើយបងប្អូនមើលចំណាំអក្សរណាអូខេហើយបងប្អូនចូល go to នេះមកនេះអូខេឥឡូវខ្ញុំចូលមក add manager ហើយនៅក្នុងហ្នឹងបងប្អូនចំណុចដែលគួរស្វែងយល់សម្រាប់អ្នកថ្មីបងប្អូនត្រូវស្វែងយល់ពី campaign ad set និង ad នេះហើយនឹងចំណុច tool មួយចំនួននៅខាងឆ្វេងដៃនេះក៏ត្រូវស្វែងយល់ខ្លះដែរហើយតែប៉ុណ្្នឹងទេបងប្អូនដំបូងយល់ប៉ុណ្្នឹងអូខេដែរកន្លែង campaign នេះគឺកន្លែងដែលយើងកំណត់នៅមុខងារយើងចង់ boost ទៅអីគេថាយើង boost យក page like boost ទៅ message engagement boost យក view គឺនៅក្នុង campaign នេះហ
ហើយបន្ទាប់ add set នេះគឺតំបន់កន្លែងដែលយើងកំណត់នៅ audience កំណត់នៅម៉ោងពេលវេលាឬមួយក៏ទីតាំងអីចឹងទៅហើយសម្រាប់ add ចុងក្រោយនេះគឺសម្រាប់បង្ហាញនៅcontent របស់យើងដែលយើងចង់ boost មួយណាអញ្ចឹងណាបើថាយើង boost រូបភាព boost វីដេអូអីចឹងទៅគឺវានៅក្នុង add នេះអូខេឥឡូវយើងត្រឡប់មកវីដេអូយើងវិញយើងមកប្រាប់ពីរបៀបadd card អញ្ចឹងបងប្អូនគ្រាន់តែ scroll មកខាងនេះគ្រាន់តែដាក់ម៉ៅមកខាងឆ្វេងមកអស់មកខាងក្រោមមានពាក្យ building and payment បងប្អូនចុចលើនឹងមកអូខេនៅពេលដែលចុចមកក្នុងហ្នឹងអានេះដោយសារតែខ្ញុំជពាក់ខ្ញុំមិនតាន់ pay ទេបងប្អូនមើលខាងឆ្វេងដៃមានពាក្យ payment activity ហើយនឹង payment setting បងប្អូនចូល payment setting នឹងមកបន្តមកទៀតបងប្អូនអស់មកក្រោមមកឃើញពាក្យ add payment នេះកន្លែង add payment នេះហើយពីឲ្យ3នេះយើងជ្រើសរើសគឺបងប្អូនយកអាទី1មកនេះមាន Visa Master អីចឹងមកហើយចុច next ហើយមកដល់កន្លែងនេះគឺ name ឈ្មោះកាតរបស់យើងបងប្អូនឈ្មោះកាតហើយយើងដាក់មកបន្ទាប់មកលេខនេះលេខ14ខ្ទង់នៃកាតរបស់យើងចាំខ្ញុំបង្ហាញនៅក្នុងអេក្រង់ហ្នឹងហើយអានេះគឺថ្ងៃខែផុតកំណត់របស់យើងគឺយើងដាក់នៅក្នុងនឹងមកអានេះគឺលេខ3ខ្ទង់ CVV របស់យើងហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនឹងដែរហើយសម្រាប់ក្នុងការ add card អញ្ចឹងបងប្អូនកុំដាក់អាកាតដែលយើងយកពីធនាគារមកទាំងដុលយកអាប្រភេទ visual card យើងបង្កើតនៅក្នុង app Midphone ចាំapp ABA ឬមួយក៏ ACDA អញ្ចឹងយើងប្រើប្រភេទ visual card ដែលហៅថា card limit ណាបងប្អូនយកមកហ្នឹងមកប្រើវិញល្អជាងហើយនៅពេលដែលថាauto account របស់យើងមានបញ្ហាអីយើងអាច block account កាតនឹងបានអញ្ចឹងណាយើងបានវាសុំមានហានិភ័យហើយសម្រាប់ចម្ងល់នៃការបង្កើតការសុបនិមិត្តហ្នឹងបងប្អូនអាចទៅធនាគារគេបង្កើតឬមួយក៏មានចម្ងល់អីអាចឆាតមកសួរខ្ញុំបានអញ្ចឹងបើសិនខ្ញុំមានពេលទៅនេះខ្ញុំអាចជួយឆ្លើយតបបានដែរ